ក្រោយប្រធានាធិបតីអាមេរិកបានបង្ហោះពីកិច្ចសន្ទនាដ៏ល្អជាមួយនឹងទីក្រុងតេហេរ៉ង់ស្រាប់តែពេលនេះមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសថាការអះអាងរបស់ប្រមុខសេតាវិមានគឺជារឿងមិនពិតដែលគ្រាន់តែនិយាយភូតកុហកដើម្បីធ្វើឲ្យតម្លៃប្រេងសកលលោកធ្លាក់ចុះតែប៉ុណ្ណោះ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស កាលពីថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026លោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោកថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះមានកិច្ចសន្ទនាដ៏ល្អប្រសើរនិងប្រកបដោយផលិតផលខ្ពស់ពាក់ព័ន្ធទៅនឹងការដោះស្រាយឲ្យបានពេញលេញនឹងទាំងស្រុងនៅអរិភាពរបស់យើងនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយលើខ្លឹមសារនិងបរិយាកាសនៃកិច្ចសន្ទនាដ៏ស៊ីជម្រៅលម្អិតនិងប្រកបដោយស្មារតីស្ថាបនាទាំងនេះដែលនឹងបន្តប្រព្រឹត្តទៅពេញមួយសប្តាហ៍ខ្ញុំបានណែនាំដល់ក្រសួងសង្គ្រាមពន្យាពេលការវាយប្រហារទាំងអស់លើរោងចក្រអគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ក្នុងរយៈពេល5ថ្ងៃដោយផ្អែកទៅលើលទ្ធផលជោគជ័យនៃកិច្ចប្រជុំនិងការពិភាក្សាដែលកំពុងបន្តយ៉ាងណាជុំវិញរឿងនេះប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Khalibaf បានទាត់ចោលការអះអាងរបស់លោក Trump ដោយបញ្ជាក់យ៉ាងច្បាស់ថាគ្មានការចរចាអ្វីជាមួយនឹងអាមេរិកទេលោក Khalibaf បានបង្ហោះលើបណ្ដាញសង្គម X ថាព័ត៌មានคล้ายៗកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្ខូចទីផ្សារហិរញ្ញវត្ថុនិងទីផ្សារប្រេងក៏ដូចជាដើម្បីដោះខ្លួនចេញពីភក់ជ្រាំដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងជាប់ផុងទន្ទឹមនឹងនោះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baghani ក៏ចេញមុខបដិសេធផងដែរថាมันមានកិច្ចពិភាក្សាណាមួយជាមួយនឹងសហរដ្ឋអាមេរិកទេរឿងនេះកើតឡើងបន្ទាប់ពីលោក Trump គម្រាមទុកពេលរយៈពេល48ម៉ោងឲ្យអ៊ីរ៉ង់បើកច្រកហូមមកវិញបើមិនដូច្នោះទេនឹងមានការវាយប្រហារពេញទំហឹងលើរោងចក្រថាមពលអ៊ីរ៉ង់ហើយជាការតបតទីក្រុងតេហេរ៉ង់ក៏ប្រមានបិទច្រកនេះទាំងស្រុងតែម្ដងបើលោក Trump ហ៊ានធ្វើពិតមែនបញ្ជាការដ្ឋានប្រតិបត្តិការយោធាកាល់តាម Al-Anbiya បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយទូរទស្សន៍រដ្ឋថាប្រសិនបើការគម្រាមកំហែងរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ត្រូវបានអនុវត្តមែននោះច្រកហូមនឹងត្រូវបិទទាំងស្រុងជាជាមិនខានហើយគ្មានថ្ងៃបើកឡើងវិញទេទាល់តែរោងចក្រអគ្គិសនីដែលរងការបំផ្លាញនោះត្រូវបានសាងសង់ឡើងវិញរួចរាល់កងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថាខ្លួនក៏នឹងវាយប្រហារផងដែរលើរោងចក្រអគ្គិសនីថាមពលនិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍របស់អ៊ីស្រាអែលរួមជាមួយនឹងរោងចក្រអគ្គិសនីក្នុងបណ្ដាប្រទេសក្នុងតំបន់ដែលទទួលឲ្យមានមូលដ្ឋានទ័ពអាមេរិកនិងក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិអាមេរិកវិធានការទាំងនេះក៏នឹងត្រូវធ្វើឡើងដើម្បីការពារប្រទេសជាតិនិងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់